អូខេក្នុងវីដេអូនេះដោយសារមានមួយខ្លះគាត់ចង់ដឹងពីកន្លែងសេរីពណ៌នៃ printer យើងអញ្ចឹងឥឡូវយើងចូលកន្លែង printer and scanner មកយើង search ដាក់ពាក្យ printer and scanner ទៅហើយឧទាហរណ៍ printer យើងប្រភេទ Epson ឥឡូវខ្ញុំ Epson ឧទាហរណ៍ថា L1800 អញ្ចឹងណាយើងចូលកន្លែង manage មកហើយ printing preference ចូលកន្លែងហ្នឹងយើងយកកន្លែង more option នេះ more option ហ្នឹងហើយកន្លែង color correction នេះកុំយកពាក្យ automatic គ្រាន់ថាបើយើង print ទូទៅបើសិនជា automatic ហ្នឹងវា print មកត្រូវ color ឬក៏ color យើងស្រឡាញ់ហើយយើងយក automatic ទៅព្រោះម៉ាស៊ីនតូចយើងអត់ទៅមានកន្លែងសេរី color ដូចម៉ាស៊ីនធំឬក៏កន្លែងសេរី color ដែលវាស្អាតឬក៏ដូចបេះបិទដូចម៉ាស៊ីនធំហ្មងឯងវាមាន limited option វាតិចអញ្ចឹងវាអត់សូវមានច្រើនទេក៏ប៉ុន្តែយើងអាចថាបើ automatic ហ្នឹងវាអត់ទៅត្រូវ color យើងទេយើងអាចយក custom នេះ custom យកពី advanced ពេលចូល advanced ហ្នឹងមកវាមានកន្លែង4នេះ color control photo enhance ICM ឬក៏ no color adjustment យើងអាចរើសនេះក៏បានដែរមានន័យថាវាអត់កាយ color យើងអីទេក៏ប៉ុន្តែបើយើងចង់សេរី color វាយើងយក color control ទៅនេះវាមានតិចតួចទេ brightness contrast saturation ហ្នឹងបន្ថែមពណ៌វាឲ្យស្រស់អញ្ចឹងណា density ហ្នឹងគឺបន្ថែមទឹកថ្នាំយើងឲ្យក្រាស់ជាទូទៅយើងអត់សេរីទេតែយើងចង់សេរី color យើងខុសខ្លាំងយើងអាចសេរីមើលតាមហ្នឹងទៅព្រោះហ្នឹងយើងអត់កំណត់ថាត្រូវសេរីដាក់កន្លែងណាខ្លះត្រូវទេព្រោះម៉ាស៊ីនខុសគ្នាការចេញ color ខុសគ្នាអញ្ចឹងយើងទាញចុះទាញឡើងតាមដែលយើងចង់បានហើយ print test មើលខ្លួនឯងណាឬក៏អានេះដាក់ color cycle នេះយើងអាចរើសយកពណ៌មួយណាដែលយើងចង់សេរីវាយកពណ៌ក្រហមនេះ red នេះយើងបន្ថែមវាក៏បាន reset មកវិញគឺវាចូលកន្លែងកណ្ដាលវិញមួយទៀតគឺសេរីចំពណ៌មួយហ្មងគឺយករើសយកកន្លែង slide bar ហ្នឹងវាបង្ហាញមកនេះវាមាន cyan ពណ៌ខៀវ magenta ពណ៌ក្រហម yellow ពណ៌លឿងអញ្ចឹងយើងអាចសេរីពណ៌វាបន្ថែមពណ៌វាដិតហ្នឹងឬក៏ដកវិញអញ្ចឹងមានណាកន្លែងម៉ាស៊ីន printer Epson យើងវាមានប៉ុណ្្នឹងទេកន្លែងសេរី color វាយើងអាចសេរីតាមហ្នឹងណាព្រោះហ្នឹងត្រូវ test ច្រើនអ្នកខ្លះជាទូទៅយើងប្រើ automatic ទេវាត្រូវហើយព្រោះម៉ាស៊ីនតូចហើយកន្លែងនេះ color mode ហ្នឹងក៏យើងអាចរើសមួយណាក៏បានដែរតាមដែលយើងចង់បានឲ្យ test មើលខ្លួនឯងទៀតទៅវាមាន Epson Vivid Epson Standard Adobe RGB ជាទូទៅយើងសេរី color យើងយក Adobe RGB ហើយ gamma ហ្នឹងយក 2.2 ទៅហើយអានេះសេរីតាមហ្នឹងទៅខៀវក្រហមលឿងហ្នឹងដកលឿងដកក្រហមឬក៏បូកក្រហមបូកលឿងបូកខៀវតាមយើងដែលយើងចង់បានទៅអញ្ចឹងម៉ាស៊ីនតូចយើងគឺ driver របស់វាមានតែប៉ុណ្្នឹងទេយើងអាចសេរីបានក្រៅពីហ្នឹងគឺយើងរើសกระดาษបើសិនជាกระดาษរូបថតกระดาษ sticker អាឡូងយើងអាចយកប្រភេទមានឈ្មោះថា glossy នេះ premium glossy ឬក៏ photo paper glossy សំខាន់กระดาษ sticker ឬក៏กระดาษរូបថតកុំយក plain paper ហ្នឹងគឺសម្រាប់กระดาษ copy กระดาษ A4 กระดาษអាកាត់យើងយើងกระดาษ copy យើងហ្នឹងអញ្ចឹងកុំយក plain paper អាហ្នឹងសម្រាប់ print document ទេ print ឯកសារទូទៅយើង print រូបចង់ឲ្យស្អាតយកប្រភេទกระดาษផ្សេងនេះ glossy គឺអាឡូងបើមិនជាกระดาษយើងប្រភេទ matte ប្រភេទស្ងួតប្រភេទគ្រើមធម្មតាហ្នឹងអាចយក Epson matte ហ្នឹងទៅក៏ប៉ុន្តែអាហ្នឹងវាតម្រូវតែត្រូវយកกระดาษមួយណាពិតប្រាកដទេក៏ប៉ុន្តែកុំយកกระดาษ plain paper ឲ្យសោះព្រោះហ្នឹងគឺពណ៌វាអត់ស្អាតទេអញ្ចឹងយើងអាចយកกระดาษផ្សេងដែលយើងចង់បានទៅហើយមើលពណ៌ណាដែលយើងស្រឡាញ់ត្រូវជាមួយartwork យើងព្រោះហ្នឹងយើងអត់កំណត់បានទេព្រោះម៉ាស៊ីនខុសគ្នាការបញ្ចេញពណ៌ខុសគ្នាដែរទោះម៉ាស៊ីន model តែមួយក៏ដោយអាស្រ័យលើម៉ាស៊ីនចាស់ម៉ាស៊ីនថ្មីដែរអញ្ចឹងណាអូខេអញ្ចឹងអានេះមានប៉ុណ្្នឹងទេតាក់ទងនឹង color ការបញ្ចេញពណ៌ភាពស្អាតមិនស្អាតអីហ្នឹងយើងរើសតាមហ្នឹងទៅក្រៅពីហ្នឹងគឺគ្រាន់តែជា size កណ្ដាស់ size អីទេអូខេវីដេអូមានប៉ុណ្្នឹង